បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំចង់បង្ហាញអំពីចំណេះដឹងខ្លះៗដើម្បីយើងប្រើប្រាស់ផលិតផលទៅឲ្យទទួលបាននៅគុណភាពល្អជៀសវាងប្រើប្រាស់ទៅនាំបញ្ហាទៅធ្វើឲ្យមានការមិនសប្បាយចិត្តចឹងចំណុចទី1គឺខ្ញុំនិយាយអំពីការជ្រើសរើសម្សៅបៀកហើយនឹងចំណុចទី2ទៅលើបច្ចេកទេសនៃការបៀកចឹងការជ្រើសរើសម្សៅបៀកយើងគួរជ្រើសរើសម្សៅបៀកដែលមានគុណភាពល្អជាធម្មតាយើងលាបថ្នាំយើងលាបលើម្សៅបៀកហើយចំពោះថ្នាំដែលមានគុណភាពល្អយើងទៅប្រើថ្នាំទំនាប់លាបលើម្សៅបៀកដែលមានគុណភាពហើយបានយើងចាប់ផ្ដើមលាបថ្នាំចឹងបានធ្វើឲ្យថ្នាំហ្នឹងជាប់ល្អអញ្ចឹងវាត្រូវការពឹងគ្នាទៅវិញទៅមករវាងម្សៅបៀករវាងថ្នាំទំនាប់និងថ្នាំដែលមានគុណភាពល្អបានតែថ្នាំដែលយើងអាចលាងសម្អាតប្រឡាក់អីចឹងទៅយើងអាចលាងសម្អាតបានចាប់ពីប៉ុណ្ណឹងទៅគឺយើងត្រូវតែប្រើប្រាស់ជ្រើសរើសម្សៅបៀកឲ្យបានច្បាស់លាស់ចំណុចទី2គឺបច្ចេកទេសនៃការបៀកបច្ចេកទេសនៃការបៀកជាធម្មតាគឺយើងបៀក3ទឹកបៀកទឹកទី1បៀកទឹកទី2យើងបៀកទឹកទី3ហើយយើងចាប់ដើមសីបង្ហាប់ផ្ទៃដែលយើងបៀកហ្នឹងឲ្យមាំរលោងអញ្ចឹងពេលផ្ទៃមាំរលោងល្អហើយវាមិនងាយប្រឈមនឹងបញ្ហារបកថ្នាំទេនៅពេលហ្នឹងហើយយើងក៏បន្ថែមទៅលើ sealer ឬក៏ថ្នាំទំនាប់មួយជាន់ទៀតហើយនឹងយើងចាប់ដើមលាបថ្នាំហ្នឹងអញ្ចឹងធ្វើឲ្យថ្នាំយើងហ្នឹងមានភាពជាប់ល្អទៅនឹងផ្ទៃពីព្រោះថ្នាំដែលល្អគឺថ្នាំដែលតោងភាពបើទៅលើផ្ទៃយើងជាងគឺមានកម្រិតតិចដូច្នេះគឺតោងអញ្ចឹងបើគាត់តោងទៅលើផ្ទៃដែលមិនល្អហើយបានន័យថាវាធ្វើឲ្យវារបកហើយដោយសារគាត់តោងលើគេអញ្ចឹងបើតោងលើផ្ទៃដែលមិនមាំបានន័យថាគឺវាធ្វើឲ្យរបកនៅក្នុងចំណុចទាំងអស់ហ្នឹងបច្ចេកទេសនេះគ្រាន់តែជាមួយចំណែកទេដែលខ្ញុំនិយាយអំពីលើការជ្រើសរើសម្សៅបៀកនិងការវាសីប៉ុន្តែនៅមានបញ្ហាបច្ចេកទេសផ្សេងទៀតអញ្ចឹងខ្ញុំគិតថាខ្ញុំលើកមួយចំណុចនេះដើម្បីជាការបង្ហាញថាបងប្អូនត្រូវជ្រើសរើសម្សៅបៀកឲ្យបានល្អបៀកទៅតាមបច្ចេកទេសគឺការវាសីរុញថ្នាំទំនាប់ហើយនឹងរុញថ្នាំទៅនឹងទទួលបានលទ្ធផលល្អហើយនៅមានកត្តាជាងកត្តាឯទៀតណាតែគ្រាន់តែនេះខ្ញុំលើកតែចំណុចម្សៅបៀកថ្នាំទំនាប់ហើយនឹងថ្នាំលាបសម្រាប់ទេកត្តាផ្សេងនឹងបើនិយាយទៅវាវែងឆ្ងាយហើយ